សូមស្វាគមន៍មកកាន់ Cambodia Flash News អន្តរជាតិនាវាបំបែកទឹកកករុស្ស៊ីត្រូវបានបំផ្លាញដោយដ្រូនអ៊ុយក្រែននៅឯសមុទ្របាល់ទិកអគ្គសេនាធិការយោធាអ៊ុយក្រែនបានរាយការណ៍កាលពីថ្ងៃទី25ខែមីនាថាកងកម្លាំងអ៊ុយក្រែនបានបំផ្លាញនាវាបំបែកទឹកកកយោធារុស្ស៊ីនៅកំពង់ផែសមុទ្របាល់ទិកនៃទីក្រុងវីបកចំពេលមានការវាយប្រហារដ៏ធំមួយពេញមួយយប់ការវាយប្រហារនេះគឺជាការវាយប្រហារជោគជ័យដំបូងគេបង្អស់លើកប៉ាល់យោធារុស្ស៊ីនៅសមុទ្របាល់ទិកដែលមានចម្ងាយជិត 1000 គីឡូម៉ែត្រពីទឹកដីអ៊ុយក្រែនអគ្គសេនាធិការបាននិយាយថាកប៉ាល់ដែលត្រូវបានសម្គាល់ដោយអគ្គសេនាធិការថាជានាវាបំបែកទឹកកកល្បាតព្រូហ្កាដែលប្រតិបត្តិការដោយស្លាបឆ្មាំព្រំដែននៃប៉ូលីសសម្ងាត់ FSB របស់ប្រទេសរុស្ស៊ីបានចូលចតនៅឯកន្លែងផលិតកប៉ាល់របស់ទីក្រុងនៅពេលដែលវាត្រូវបានបំផ្លាញរូបថតដែលត្រូវបានគេរាយការណ៍ថាបានថតនៅថ្ងៃបន្ទាប់ហើយបង្ហោះនៅលើបណ្ដាញសារ Telegram បង្ហាញពីកប៉ាល់ពណ៌សមួយបានចតនៅចំហៀងខ្លួននៅក្នុងចំណោមទូកធំៗផ្សេងទៀតដែលចូលចតនៅឯកំពង់ផែយោងតាមអគ្គសេនាធិការនាវាព្រូហ្កាដែលជាកម្មសិទ្ធិរបស់កប៉ាល់មួយក្រុមដែលបានសាងសង់នៅឯកន្លែងផលិតកប៉ាល់ដែលគេស្គាល់ថាជាគម្រោង23550ហើយអាចធ្វើការទាំងជាអ្នកបំបែកទឹកកកនិងជានាវាចម្បាំងយោធាធម្មតាយោងតាមប្រព័ន្ធផ្សព្វផ្សាយដែនសមុទ្ររបស់រុស្ស៊ីប៉ាលូបានាវាមួយប្រភេទនេះមានតម្លៃប្រហែល 18,000 លានរូបលដែលប្រហែលជា222 លានដុល្លារអរគុណសម្រាប់ការតាមដាន Cambodia Flash News អន្តរជាតិ